លើផ្ទាំងគំនូរប្រវែង30 ម៉ែត្រដកស្រង់រឿងពិតឆ្លុះបញ្ចាំងនៅលើផ្ទាំងគំនូរនេះដែលប្រទេសរបស់យើងកំពុងតែជួបសង្គ្រាមតំណាងឲ្យបងប្អូនវីរៈកងទ័ពដែលគាត់លះបង់ជីវិតដើម្បីការពារជាតិក្នុងពេលបច្ចុប្បន្នបងប្អូនសែនឈឺចាប់នៅពេលដែលប្រទេសរបស់យើងកំពុងតែជួបសង្គ្រាមនៅក្នុងពេលនេះបងប្អូនខ្មែររបស់យើងកំពុងតែរួបរวมគ្នានឹងរកវិធីសាស្ត្រជាច្រើនដើម្បីចង់ផុតពីសង្គ្រាមនិងចង់បានសន្តិភាពមកវិញដូច្នេះបងប្អូនវិចិត្រកររបស់យើងច្រើនខ្លាំងមែនទែននៅឯខេត្តសៀមរាបនិងបណ្ដាខេត្តផ្សេងៗរួបរวมគ្នាខ្មែរតែមួយសម្រាប់គូររូបប្រវែង30 ម៉ែត្រដកស្រង់ពីរឿងពិតដែលបងប្អូនខ្មែររបស់យើងកំពុងតែឈឺចាប់ជួបជាមួយនឹងសង្គ្រាមបាត់បង់វីរៈកងទ័ពជាច្រើនដែលគាត់លះបង់ជីវិតការពារជាតិឆ្នេះផ្ទាំងគំនូរមួយនេះគឺគូចេញពីបេះដូងពិតរបស់ខ្មែរតែមួយក្នុងគោលបំណងដើម្បីចង់ស្រែកឲ្យពិភពលោកបានដឹងថាប្រទេសរបស់យើងកំពុងតែរងទុក្ខវេទនាហើយចង់ឲ្យពួកគាត់បានឮសំឡេងខ្មែររបស់យើងកំពុងតែឈឺចាប់សារសង្គ្រាមពិតជាត្រូវការឲ្យបរទេសជួយហើយក៏ចង់ឲ្យពិភពលោកបានដឹងថាពួកយើងពិតជាត្រូវការពួកគាត់ឲ្យជួយពួកយើងដូច្នេះសង្ឃឹមថាបងប្អូនខ្មែររបស់យើងទាំងអស់យល់អំពីអត្ថន័យគំនូរមួយនេះហើយរួបរวมគ្នាស្រែកដើម្បីឲ្យពួកគាត់បានដឹងពីទុក្ខវេទនារបស់យើងដង្ហែឲ្យពួកគាត់ចូលមកជួយប្រទេសរបស់ពួកយើង Look at this amazing masterpiece. This is a very important message to the international community. The Cambodia needs peace. Welcome to Cambodia. ទាំងគំនូរមួយនេះពិតជាមានអត្ថន័យដ៏សែនជ្រៅដែលបេះដូងខ្មែររបស់យើងឈឺចាប់ទាំងប្រមាណយកមកដាក់នៅលើផ្ទាំងគំនូរមួយនេះហើយបរទេសពេលដែលគាត់បានឃើញចូលរួមការឈឺចាប់ជាមួយនឹងខ្មែររបស់យើងគាត់បានធ្វើវីដេអូជួយស្រែកទៅបរទេសឲ្យបានដឹងថាខ្មែររបស់យើងកំពុងតែរងទុក្ខវេទនាត្រូវការប្រទេសដែលមានអំណាចចូលមកជួយប្រទេសដ៏ស្រូតត្រង់របស់ពួកយើងហើយនៅក្នុងវីដេអូមួយនេះសង្ឃឹមថាបងប្អូនខ្មែររបស់យើងយល់អំពីតម្លៃនៃផ្ទាំងគំនូរមួយនេះដើម្បីឲ្យខ្មែររបស់យើងទាំងអស់គ្នារួបរวมគ្នាស្រែកទៅឲ្យបរទេសបានដឹងពីការឈឺចាប់របស់ពួកយើងនិងស្រែកដង្ហែឲ្យពួកគាត់បានជួយប្រទេសរបស់យើងផងដែរសូម្បីតែថ្នាក់ដឹកនាំនៅខេត្តសៀមរាបក៏គាត់បានចូលមកជួយលើកទឹកចិត្តពួកយើងដើម្បីឲ្យយើងបន្តការងារមួយនេះដើម្បីឲ្យពិភពលោកបានដឹងថាខ្មែររបស់យើងពិតជាត្រូវការពួកគាត់